make ងងឹតសូនសងខ្ញុំមកអង្គុយមានអាងក្បែរចិញ្ចាមថ្នល់សំឡឹងមើលទៅមេឃសួរសំណួរដែលគ្មានចំលើយតមកដល់តើខ្ញុំខុសអ្វីហេតុអ្វីព្រមលិខិតដាក់ទោសខ្ញុំបែបនេះគ្មានផ្ទះកក់ក្តៅគ្មានអ្នកបោអងអែលគ្មានសំបីពន្លឺរាស្មីក្មេងដតគេមានប៉ាម៉ាក់គេមានអាហារហូបចុកគ្រប់គ្រាន់ចំណែកឯរូបខ្ញុំវិញដើររើស្គមពងដើម្បីក្រពះរាល់ថ្ងៃមិនដែលខានភ្នែកស្រក់ទឹកជោគថ្ពាល់ពេលឃើញគេដើរកាន់ដៃគ្នារីឯខ្ញុំវិញមានតែស្រមោលជាមិត្តភក្តិដែលរួមសុខទុក្ខគ្រប់គ្រាអោវាសនាហេតុអ្វីឡើយបងខំឲ្យខ្ញុំកំព្រាតាំងពីដឹងក្តីមកមិនដែលស្គាល់ទេពាក្យថាគ្រួសារក្តីសង្ឃឹមរលាយបាត់មិនសល់ត្រឹមតែដំណក់ទឹកភ្នែកនឹងការឈឺចាប់តែត្រូវតែរឹងមាំទោះបីជីវិតនេះហាក់ដូចជាស្លាប់ទោះត្រូវដើរលើបន្លាក៏ដោយយកមិញមេភ្លៀងខ្លាំងខ្ញុំនេះគេញ័រអ្នកក្រំសំយាបផ្ទះគេសំឡេងផ្គរលាត់លឺសូរក្រហមហាក់ដូចជាយំជំនួសចិត្តខ្ញុំដែលពាក្យថាម៉ាក់ពាក្យថាប៉ាខ្ញុំចង់ហៅណាស់តែគ្មានអ្នកឆ្លើយមានតែភាពត្រជាក់ដែលចូលមកក្បែរគ្មានអ្នកណាមកបំពេឡើយមនុស្សខ្លះគេមើលងាយគេថាខ្ញុំជាក្មេងអាណាថាគេមិនដឹងទេថាក្នុងចិត្តខ្ញុំនេះវាឈឺផ្សាលើស្ពីមហាសមុទ្រទៅទៀតណាតែខ្ញុំមិនចោះចាញ់ខ្ញុំនឹងប្រកាសឈឺចាប់ជាកម្លាំងដើម្បីរុញច្រានជីវិតឲ្យឆ្លងផុតរនាំងនៃភាពខ្មៅងងឹតទាំងបាំងឈប់យំទៅខ្លួនឯ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 ងឬជួទៅភ្នែកហើយងើបឈរឡើងពិភពលោកនេះធំទូលាយវាទៅមានប៉ុណ្ណឹងសម្រាប់យើងទោះគ្មានអ្នកក្បែរតែយើងនៅមានដង្ហើមសម្រាប់តទៅជីវជាលើខ្លួនឯងថាថ្ងៃស្អែកយើងមានរាស្មីមកដល់ចាប់គឺជាគ្រូខ្ញុំនឹងខ្លាយជានោះម្នាក់ដែលរឹងមាំបំផុតអោវាសនាហេតុអ្វីឡើយបងខំឲ្យខ្ញុំកំព្រាតាំងពីដឹងក្តីមកមិនដែលស្គាល់ទេពាក្យថាគ្រួសារក្តីសង្ឃឹមរលាយបាត់មិនសល់ត្រឹមតែដំណក់ទឹកភ្នែកនឹងការឈឺចាប់តែត្រូវតែរឹងមាំទោះបីជីវិតនេះហាក់ដូចជាស្លាប់ជីវិតក្មេងកំព្រាមិនមែនន័យថាជីវិតដែលបានរៀបរៀងមិនមែនមានន័យថាជីវិតដែលបរិញ្ញាទៅ